Yes សួស្តីអ្នកគ្នាប្រហែលបាត់មុខខ្ញុំពី YouTube ហើយដោយសារតែខ្ញុំខានធ្វើ YouTube ប្រហែលមួយឆ្នាំជាងដែរឥឡូវខ្ញុំមកធ្វើវិញដោយសារតែដល់មិនដែរនឹកឃើញចង់ធ្វើយ៉ាងមកប្រហែលឥឡូវហ្នឹងខ្ញុំនឹងធ្វើឲ្យជាប់មួយថ្ងៃមួយវីដេអូទៅអត់មានអ្នកមើលក៏ដោយបាទឥឡូវយើងត្រឡប់មកវិញចំពេល Pen Rework អ្នកគ្នា Pen Rework ហើយខ្ញុំមាន fruit នឹងដោយសារតែយកមកខ្ញុំ brain ដល់ម៉ោង2ហើយដោយសារខ្ញុំជាប់ farm មក skill វាអ្នកគ្នាឥឡូវយើងមក showcase skill ទាំងអស់គ្នានេះ M1 អ្នកគ្នា Wow លយខ្លាំងមែនតើសំវន់វាអ្នកគ្នាបានអានេះ fabric នឹង fabric ហើយខ្ញុំមកមើល skill ទី1វាអ្នកគ្នាអើយឈប់ skill ទី1វាអាពេលយើងងាប់ទៅចេញអាហ្នឹងតែឥឡូវខ្ញុំអត់ចង់សូខាហ្នឹងតែដោយសារតែខ្ញុំមកសូ skill ទី2របស់វាទាំងអស់គ្នាតែដោយសារ skill ទី1សូហើយប៉ែពេលយើងចោលទៅវាបាញ់ដែរសារអ្នកគ្នាហ្នឹងពេលហោជាប់នេះចំវាហាក់ទៅស្អីនេះអត់សូចុចចាំតិចនេះ skill ទី3វាអត់មានហោទេយើងចុចទៅមកប៉ែអូលយអ្នកគ្នាលយឡើងមែនតើមកឥឡូវយើងចូលមកកាន់ skill ទី4ចំស្អីគេអ្នកគ្នាដូចសាំងគ្វីណាតskill ទី3ហ្នឹងគឺអ្នកគ្នាមិនឆ្ងល់តែថាមិនគេ availability វាបាននេះរបៀប availability វាហើយឲ្យវាយវាមកអស់ឈាមទៅអ្នកគ្នាអាច availability បានអានេះគឺជា skill រត់ធម្មតាអានេះគឺយើងដាក់អានេះទៅពេល skill ដល់ពេលយើង avail វាឲ្យ skill ទី1វាចេញ effect ច្រើនមុនអានេះ skill ទី2វាអានេះគឺ skill ទី3វាអានេះគឺ skill ទី4របស់វាអូអ្នកគ្នាហលបានយូរជាងធំទៀតមិនបានPen Matter វាហ្នឹងយើងអាចឲ្យវាពេញបានដោយយើងប្រើតែ skill ទី1អ្នកគ្នាហើយយើងប្រើតែ skill ទី1បានប្រើតែ skill ទី1អ្នកគ្នាប្រើអាហ្នឹងឲ្យបាញ់ឲ្យត្រូវអានេះបាញ់ឲ្យត្រូវប៉ុណ្្នឹងទៅវាកើនឡើងអ្នកគ្នាបាញ់ត្រូវ1កើនឡើង2ដល់ពេលកើនឡើងអញ្ចឹងទៅអ្នកគ្នាអាចប្រមូលអាហ្នឹងហើយឡើង rank matter បានអត់ចាំបាច់អស់ឈាមតែ rank ហ្នឹងដូចជា Pen Matter នោះដូចជាចាញ់នេះទេអ្នកគ្នាដូចជាចាញ់នេះ Pen Matter ណាគ្នាហើយវាមានខុសអីគ្នាមិនមែនទេគ្រាន់តែបូកល្មិចវាមានខុសគ្នាណាវាមានខុសគ្នាមែនទេគ្រាន់តែ fact វា low យ៉ាងមុនហ្នឹងហើយអ្នកគ្នាកុំភ្លេចចុច like មើលហ្នឹងអ្នកគ្នាដោយសារតែយើងដែរវីដេអូនេះអត់សមមានឆែដោយសារតែខ្ញុំទួយពេកហើយកុំភ្លេចadd មក account ខ្ញុំផងអ្នកគ្នា Don't forget to subscribe bye bye